មេដឹកនាំអឺរ៉ុប4ប្រទេសជួបលោកដូណាល់ត្រាំមុនជួបលោកពូទីនក្រោយកិច្ចចរចាបរាជ័យនៅទួរគីបន្ទាប់ពីការចរចាសន្តិភាពអ៊ុយក្រែនរុស្ស៊ីនៅទីក្រុងអ៊ីស្តង់ប៊ុលត្រូវបានបញ្ចប់ដោយមិនសម្រេចបានលទ្ធផលជាផ្លែផ្កាល្អមេដឹកនាំអឺរ៉ុប4រូបបាននិយាយជាមួយលោកត្រាំមុនជំនួបតាមទូរស័ព្ទជាមួយលោកពូទីនអធិការបតីអាល្លឺម៉ង់លោក Friedrich Merz បានប្រកាសកាលពីថ្ងៃអាទិត្យទី18ខែឧសភាថាលោករួមជាមួយមេដឹកនាំនៃចក្រភពអង់គ្លេសបារាំងនិងប៉ូឡូញលើកពីគោលបំណងនិយាយជាមួយលោកដូណាល់ត្រាំមុនពេលកិច្ចសន្ទនាតាមទូរស័ព្ទដែលបានគ្រោងទុករវាងប្រធានាធិបតីអាមេរិកនិងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃច័ន្ទបើយោងទៅតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យទី18ខែឧសភាឆ្នាំ2025លោក Merz បានឲ្យដឹងថាលោកបានពិភាក្សាបញ្ហានេះជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ខណៈដែលមេដឹកនាំទាំងពីរបានចូលរួមពិធីឡើងគ្រងតំណែងជាផ្លូវការរបស់សម្ដេចប៉ាប Leo ទី14នៅបូរីវ៉ាទីកង់លោក Merz ក៏បានបញ្ជាក់ដែរថាលោកបានជួបពិភាក្សាយ៉ាងយូរជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅបូរីវ៉ាទីកង់ផងដែរលោក Merz បានប្រាប់អ្នកសារព័ត៌មានថាខ្ញុំបាននិយាយជាមួយលោក Marco Rubio អំពីការហៅទូរស័ព្ទនៅថ្ងៃទី19ខែឧសភារវាងលោកត្រាំនិងលោកពូទីនហើយយើងបានយល់ព្រមគ្នាថាយើងដែលសម្ដៅលើមេដឹកនាំរដ្ឋទាំង4នឹងនិយាយគ្នាម្ដងទៀតជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកដើម្បីត្រៀមលក្ខណៈសម្រាប់ការសន្ទនាជាមួយលោកពូទីនជាមួយគ្នានេះដែរប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រកាសពីចេតនារបស់គាត់ចង់ជួបដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការពិភាក្សាកម្រិតខ្ពស់ដើម្បីដោះស្រាយសង្គ្រាមលោកបានបន្ថែមថាកិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុលដែលជាការចរចាដោយផ្ទាល់លើកដំបូងរវាងគណៈបរដ្ឋភូអ៊ុយក្រែននិងរុស្ស៊ីក្នុងរយៈពេលជាង3ឆ្នាំបានបញ្ចប់ជាមួយលទ្ធផលតិចតួចមានកម្រិតភាគីទាំងពីរបានយល់ព្រមការផ្លាស់ប្ដូរគ្នាទៅវិញទៅមកនៃអ្នកទោសចំនួន 1000 នាក់ប៉ុន្តែការខ្វែងគំនិតគ្នាយ៉ាងសំខាន់នៅតែបន្តកើតមានជាពិសេសទាក់ទងនឹងសម្បត្តិទឹកដីលោកបន្តទៀតថាប្រសិនបើទីក្រុងមូស្គូបដិសេធបទចុះបាញ់ដ៏ធំនិងគ្មានលក្ខខណ្ឌនោះពិភពលោកត្រូវតែដាក់សម្ពាធលើរុស្ស៊ីរហូតតតែទីក្រុងមូស្គូត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចប់ជម្លោះឆ្លើយតបទៅនឹងការលើកឡើងរបស់មេដឹកនាំអឺរ៉ុបទាំង4រូបខាងលើនេះអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zagarova បានអះអាងថាកុំស្ដាប់ NATO បើទីក្រុងគៀវមិនជឿអង្គការ NATO ទេនោះម្ល៉េះពួកគេប្រហែលជាមានឱកាសដោះស្រាយបញ្ចប់ជម្លោះជាមួយទីក្រុងមូស្គូបាត់ទៅហើយលោកស្រីបន្ថែមថារឿងសំខាន់គឺថាអ៊ុយក្រែនមិនគួរអនុញ្ញាតឲ្យអង្គការ NATO ដឹកមុខចេញពីផ្លូវពិតទៅធ្លាក់ចូលជ្រោះជ្រៅប៉ុន្តែអ៊ុយក្រែននៅតែមិនព្រមព្រោះតែពួកគេជឿលោកខាងលិចដូចជាចក្រភពអង់គ្លេសបារាំងអ៊ីតាលីនិងអាល្លឺម៉ង់ជាពិសេសអតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson តែម្ដង